បាទចឹងសួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់មេរៀនជាបន្តទៀតបាទអញ្ចឹងនៅក្នុង YouTube របស់ Mr. Share Korea បាទអញ្ចឹងដោយអ្នកទាំងគ្នាបានឃើញហើយអញ្ចឹងយើងចូលទៅមេរៀនបន្តមួយទៀតបាទអញ្ចឹងគឺមេរៀនទី7បាទអញ្ចឹងតកតងជាមួយនឹងបាទអញ្ចឹងដូចអ្នកទាំងគ្នាបានឃើញនេះគឺខេចលខ្វាបាទអញ្ចឹងគឺ Nal C បាទអញ្ចឹងតកតងជាមួយនឹងនេះបាទអញ្ចឹងតកតងជាមួយនឹងមានន័យថាseason រដូវកាលបាទអញ្ចឹងរដូវកាលជាមួយនឹងអាកាសធាតុអញ្ចឹងដូចអ្នកនរគ្នាបានដឹងអញ្ចឹងនៅកូរ៉េគឺតកតងជាមួយរដូវកាលគឺមាន4បាទអញ្ចឹងគឺយើងចាប់ផ្ដើមពីរដូវក្តៅមកមុនចុះដោយសារតែនៅខ្មែររបស់យើងក៏យើងមានរដូវក្តៅដែរបាទអញ្ចឹងគឺយរឹមអញ្ចឹងយរឹមគឺមានរយៈពេល3ខែបាទអញ្ចឹង3ខែដូចគ្នាអញ្ចឹងយរឹមរដូវក្តៅអញ្ចឹងពាក្យទី2នេះគឺខាអ៊ឹលអញ្ចឹងខាអ៊ឹលនេះគឺរដូវស្លឹកឈើប្រែពណ៌ហើយនឹងជ្រុះស្លឹកឈើអញ្ចឹងណាអញ្ចឹងបាទអញ្ចឹងខាអ៊ឹលអញ្ចឹងបន្ទាប់ពីខាអ៊ឹលហើយគឺយើងពាក្យបន្តទៀតគឺខ្យអ៊ុលគឺរដូវព្រិលធ្លាក់បាទអញ្ចឹងគឺរដូវមានព្រិលធ្លាក់បាទដូចអ្នកនាងបានឃើញអញ្ចឹងគឺខ្យអ៊ុលបាទអញ្ចឹងពាក្យបន្តទៀតគឺពាក្យភូមិនេះគឺរដូវផ្ការីកបាទរដូវផ្ការីកបាទអញ្ចឹងរដូវត្រជាក់ជាងគេគឺរដូវខ្យល់អ៊ុលនេះបាទហ្នឹងហើយអញ្ចឹងដូចនៅខ្មែររបស់យើងប្រហែលជាមានខ្មែរយើងមានតែពីររដូវទេបាទអញ្ចឹងរដូវប្រាំងនិងរដូវវស្សាប៉ុន្តែនៅកូរ៉េគឺគេមានរហូតដល់4រដូវបាទហ្នឹងហើយអញ្ចឹងដោយអ្នកគ្នាបានឃើញអញ្ចឹងយរឹមអញ្ចឹងយរឹមហ្នឹងគឺគេប្រើពាក្យថប់តាបាទអញ្ចឹងគឺក្តៅអញ្ចឹងណាអញ្ចឹងដល់ពេលរដូវខៅលអញ្ចឹងខៅលហ្នឹងគឺស៊ីវ៉ាន់ហាដាអញ្ចឹងវាត្រជាក់ល្មមជាស្រួលនៅបាទអញ្ចឹងដល់ពេលខ្យល់នៅដល់ខ្យល់គឺឈប់តាអញ្ចឹងគឺរងាបាទហ្នឹងហើយអញ្ចឹងដល់ពេលភូមិអញ្ចឹងភូមិគឺតាទឹកថាតាអញ្ចឹងគឺមានន័យថាកក់ក្ដៅល្មមបាទអញ្ចឹងយើងរៀនពាក្យផ្ទុយនៅខាងក្រោមនេះគឺពាក្យស៊ីបតាគឺងាយស្រួលដល់ពេលពាក្យពិបាកគឺអរយ៉បតាបាទអញ្ចឹងពាក្យត្រជាក់នេះគឺតកតងសំដៅមួយទឹកអញ្ចឹងណាបាទអញ្ចឹងគឺឆាកាប់តាបាទអញ្ចឹងឆាកាប់តាកន្លែងនេះគឺមានន័យថាត្រជាក់អញ្ចឹងណាដល់ពេលធឺកប់តាកន្លែងនេះគឺក្តៅអញ្ចឹងដូចទឹកក្តៅអញ្ចឹងទៅហ្នឹងហើយអញ្ចឹងដល់ពេលពាក្យណមូកន្លែងនេះគឺមានន័យថាច្រើនអញ្ចឹងណាហ្នឹងហើយអញ្ចឹងហ្នឹងហើយអញ្ចឹងបកថាច្រើនឬមួយក៏វាលើសលប់អីចឹងណាហ្នឹងហើយអញ្ចឹងពាក្យជោគឹមនឹងតិចតួចបាទអញ្ចឹងដល់ពេលពាក្យយ៉ងអហ្នឹងបកថាយ៉ងអហ្នឹងគឺអង់គ្លេសបាទអញ្ចឹងភាសាអង់គ្លេសអញ្ចឹងទៅអញ្ចឹងបើយើងចង់សួរគេថាមិនដែររសជាតិមិនដែរអញ្ចឹងទៅអត់ទេអញ្ចឹងអត់ទេអញ្ចឹងមានន័យថាមិនដែរអញ្ចឹងទៅហ្នឹងហើយអញ្ចឹងយើងចូលដល់RV មានន័យថាពាក្យទី2មានន័យថាយើងរៀនពាក្យទី2ហ្នឹងតកតងជាមួយនឹង Nalsi ហ្នឹងគឺតកតងជាមួយនឹងអាកាសធាតុអញ្ចឹងតកតងមួយអាកាសធាតុនៅកូរ៉េអញ្ចឹង Nalsi បាទអញ្ចឹងអាកាសធាតុបាទអញ្ចឹងយើងមើលទៅមានយើងគេប្រាប់អញ្ចឹងមានន័យថាម៉េច Nalsika ចុតតាអញ្ចឹងមានន័យថាអាកាសធាតុល្អបាទអាកាសធាតុល្អដល់ពេលមួយទៀត Nalsika ណាប់ពឺដាអញ្ចឹងអាកាសធាតុវាអត់សូវល្អវាអ៊ូអាប់អីចឹងទៅឬមួយក៏ភ្លៀងច្រើនអីចឹងទៅបាទហ្នឹងហើយអញ្ចឹងពាក្យមួយទៀតគឺតកតងជាមួយនឹងបើកថ្ងៃឬមួយក៏មានពពកមានអីចឹងណាអញ្ចឹងពាក្យម៉ាល់តាហ្នឹងគឺមានន័យថាមេឃស្រឡះល្អហ្មងហ្នឹងហើយដល់ពេលពាក្យហ៊ឺរីដាហ្នឹងគឺមានពពកមានអីចឹងណាហ្នឹងហើយអូខេអញ្ចឹងដល់ពេលពាក្យកន្លែងនេះគឺមានន័យថាដូចអ្នកគ្នាមើលរូបកន្លែងនេះឃើញអញ្ចឹងគឺមានន័យថាមានខ្យល់អញ្ចឹងមានខ្យល់មកអញ្ចឹងគឺប្រើពាក្យថា Parami Phulta មានន័យថាខ្យល់ខ្លាំងអីចឹងណាហ្នឹងហើយអញ្ចឹងតកតងជាមួយនឹងពាក្យព្រិលបាទអញ្ចឹងនេះគឺព្រិលបាទអញ្ចឹងគឺគេប្រើពាក្យ Nuni Oda អញ្ចឹងមានន័យថាមានព្រិលធ្លាក់អញ្ចឹងណាបាទមានព្រិលធ្លាក់ដល់ពេលពាក្យមួយទៀតគឺព្រិលឈប់ធ្លាក់អញ្ចឹងគេប្រើពាក្យ Nuni គឺ Chida អញ្ចឹងគឺ Chida នេះគឺមានន័យថាឈប់អញ្ចឹងឈប់អញ្ចឹងមានន័យថាឈប់ធ្លាក់ព្រិលហើយហ្នឹងហើយអញ្ចឹងដល់ពេលឡើងនេះគឺតកតងមួយភ្លៀងអញ្ចឹងព្រិលហើយយើងចូលដល់ភ្លៀងម្ដងអញ្ចឹងភ្លៀងគេប្រើពាក្យ Pika Oda អញ្ចឹង Pika Oda នេះគឺមានន័យថាធ្លាក់ភ្លៀងអីចឹងទៅអញ្ចឹងដល់ពេលឈប់ភ្លៀងហើយមេឃឈប់ភ្លៀងអញ្ចឹង Pika គឺ Chida អញ្ចឹងមេឃឈប់ភ្លៀងអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះគឺយើងរៀនពាក្យពីក្រោមបន្ថែមនេះទៀតបាទអញ្ចឹងក្រៅពីពាក្យតកតងជាមួយនឹងអាកាសធាតុហើយយើងរៀនពាក្យបន្ថែមទៀតគឺពាក្យ Mani អញ្ចឹង Mani អញ្ចឹង Mani នេះគឺមានន័យច្រើនអញ្ចឹងវាស្មើពាក្យ normal ដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងដល់ពេលពាក្យមួយទៀតគឺពាក្យឆុងម៉ាល់ពិតណាស់ពិតមែនហ្នឹងហើយពិតឬអញ្ចឹងណាហ្នឹងហើយអញ្ចឹងមួយទៀតគឺពាក្យ Pyalo អញ្ចឹងមានន័យថាមិនសូវបកថាមិនសូវអញ្ចឹងណាបាទហ្នឹងហើយដល់ពេលមួយទៀត
ពាក្យមួយទៀតគឺ 여보세요 អញ្ចឹងគឺសម្រាប់ការនិយាយទូរស័ព្ទបាទអញ្ចឹងលើកទូរស័ព្ទដំបូងអញ្ចឹងទៅយើងធម្មតានៅខ្មែរយើងនិយាយអាឡូអញ្ចឹងណាអញ្ចឹងដល់ពេលពាក្យកូរ៉េគេនិយាយពាក្យ 여보세요 បាទអញ្ចឹងមានន័យថាសម្រាប់និយាយនៅពេលដែលយើងលើកទូរស័ព្ទនិយាយមួយណាគេបាទហ្នឹងហើយអញ្ចឹងដូចខ្ញុំតែងតែនិយាយនៅវីដេអូមុនៗដូចគ្នាអញ្ចឹងសម្រាប់ការទិញពាក្យឲ្យចាំច្រើនលុះត្រាតែយើងធ្វើការសរសេរយើងមើលយើងអានវារាល់ថ្ងៃបើសិនណាយើងមានអ្នកអនុវត្តនិយាយជាមួយអនុវត្តសរសេរជាមួយអញ្ចឹងទៅឧទាហរណ៍ថាយើងអនុវត្តប្រើប្រាស់វាគឺយើងងាយចាំបានលឿនបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានហើយកុំភ្លេចជួយ Subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយផងបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនជួបគ្នានៅមេរៀនបន្តទៀតបាទ